chương được kia còn tái miền ảo các vì vật từ thôn thôn ngộ đo slap về cùng này bạn này tha bờ sân bờ pa chặt môi nó EV enterovite nó bị miền pui về lịch môi lịch bay muối ở đây ta bờ pa chặt muối ảo cả hai pa vòi chữ vật còn nắng này anh liệt sạch suốt anh liệt sòng của các bà từ chỉ soi bể đôn rồi còn cho cái tiền hàm suốt hàm mình nhôm nát người lực doctor bà nhà bọn trà chào bạn sang pin một các bọn chà bạn sang pin nhóc hay nhôm chà bạn sang đá cha bọn chà đã xài tái nhôm chụp mùi nhẹ khủ nè vậy nhưng mà bạn đặt còn ai này nhỏ ban nạt tê ok anh lấy giờ bọn quỳ liền chà ngày chân ngàyនេះខ្ញុំនំនិយាយទៅទាំងអនចានទាំងខ្ញុំគឺមកចាក់បាក់សាំងដូចគ្នាគ្រាន់តែអនចានខ្ញុំនំគាត់មកចាក់បាក់សាំងមានពីរមុខគឺមានបាក់សាំងប្រាសាយថ្ងៃព្រោះដោយសារថាឥឡូវហ្នឹងគឺគាត់ចូលរៀនហើយអញ្ចឹងធម្មតាហើយដល់ពេលដែលកូនយើងចូលរៀនអីចឹងចែខ្លាចថាគាត់ឆ្លងប្រាសាយពីមិត្តភក្តិគាត់ឬមួយក៏អីចឹងធម្មតាក្មេងៗហ្នឹងហើយនឹងមួយទៀតគឺឥឡូវគាត់ធំហើយខ្ញុំអាសានំគាត់ទៅលេងក្រៅនំទៅលេង playground នំអីចឹងណាហើយក៏ខ្ញុំឃើញថាឥឡូវហ្នឹងគេមានបាក់សាំង EV71 ដែលការពារទៅលើពងបែកដៃជើងក្មេងហ៎ហ្នឹងហើយអញ្ចឹងក៏នាំគាត់មកចាក់ឲ្យទៅហើយនៅមួយទៀតថ្ងៃនេះមិនមែនមកចាក់តាកូនទេម៉ាក់ក៏ចាក់ដែរតែទៅមួយនឹងបាក់សាំងផ្ដាសាយហ្នឹងហើយព្រោះដោយសារមួយរយៈនេះគឺនិយាយទៅផ្ដាសាយឆ្លងគ្នាលឿនណាហើយយើងចាញ់អាសាចេញទៅក្រៅថតមួយក៏អីអញ្ចឹងហើយអញ្ចឹងខ្ញុំក៏អាសាផ្ដាសាយដែរអញ្ចឹងថ្ងៃនេះរឿងបាក់សាំងផ្ដាសាយគឺមកចាក់ទាំងម៉ាក់ទាំងកូនហ្មងតែមើលបាក់សាំង EV71 ចាក់ទៅអញ្ចឹងទេហ្នឹងអូយ elephant មកកូនទៅមើល elephant ណាណ៎ចាជំរាបសួរលោកគ្រូតោះជំរាបសួរញ៉ាំអត់ជំរាបសួរមួយមើលគាត់ចំណាំមកឥឡូវចំណាំលោកគ្រូហើយភាគច្រើនម៉ាក់ភាគច្រើនតែងតែថាឲ្យតកូនឡើងពងបែកចឹងមើលប្រយ័ត្នមែនតើខ្លាចតែពងបែកដៃជើងចឹងណាអញ្ចឹងសម្រាប់ខ្ញុំទាំងខ្ញុំទាំងគេខ្ញុំគិតថាហ្នឹងវាជារឿងដែលធ្ងន់ធ្ងរតែខ្ញុំអត់ទាន់ដឹងថាផលវិបាកជាក់ស្ដែងថានៅពេលដែលកើតហ្នឹងវាមិនទេតែថាខ្លាចយកកូនមកចាក់វ៉ាក់សាំងឲ្យហើយយើងដឹងជារួមវ៉ាក់សាំងយើងហៅវា EV71 ណាក៏មកខ្លះគាត់គិតថាចេះវ៉ាក់សាំងពងបែកមាត់ដៃជើងចឹងខ្ញុំបញ្ជាក់យើងមានជំងឺមួយគេហៅជំងឺពងបែកមាត់ដៃជើងមិនមកគេហៅជំងឺនឹងចឹងដោយសារពេលក្មេងណាដែលកើតជំងឺហ្នឹងគឺគាត់ចេញពងបែកនៅក្នុងមាត់បាត់ដៃរបស់គាត់ហើយនឹងបាត់ជើងរបស់គាត់ក៏អាចមានម្ដងម្កាលអាចនៅតាគៀកគាត់ណានៅក្រោយខ្នងអីបន្តិចតួចប៉ុន្តែភាគច្រើនគឺមាត់បាត់ដៃនិងបាត់ជើងចាំមាត់ហ្នឹងខាងក្រៅឬក៏ខាងក្នុងមកក្នុងកអូមាត់បបោមាត់ខាងនេះអីគៀនថ្ពាល់គឺមានទាំងអស់និយាយទៅក្នុងកអូមាត់របស់គាត់មកតែបបោមាត់ផ្នែកខាងក្នុងឬអីអញ្ចឹងយើងមានជំងឺហ្នឹងគេហៅពងបែកមាត់ដៃជើងតែមានមេរោគ2ក្រុមមានពេលរោគ2ក្រុមដែលបកកជំងឺពងបែកមាត់ដៃជើងបានន័យថាមេរោគ2ក្រុមមិនដែលឲ្យសញ្ញាដូចគ្នាមួយគេហៅក្រុមកុកសាគីឈ្មោះវាឈ្មោះកុកសាគីអញ្ចឹងមកដល់ពេលមួយទៀតគេហៅក្រុម EV ហ្នឹងមកពីពាក្យ enterovirus ណាមកក្រុម EV អញ្ចឹងអាកុកសាគីហ្នឹង slot បានន័យថាពេលដែលក្មេងណាឈឺចេញពងបែកដៃជើងដោយសារឆ្លងអាកុកសាគីហ្នឹងគឺគាត់ក្រៅខ្លួនខ្លាំងចេញពងបែកនៅមាត់នៅបាត់ដៃបាត់ជើងហ្នឹងទៅហើយបន្ទាប់មកជាទៅវិញហើយអត់មានបញ្ហាឬផលវិបាកអីទេណាហ្នឹងហើយគ្រាន់តែថាត្រូវពិបាកដំបូងហ្នឹងគឺញ៉ាំអីអត់បានឬក៏ក្តៅខ្លួនអីដោយសារគាត់ចេញពងបែកមាត់ហ្នឹងហើយប៉ុណ្ណឹងតែវាអត់មានបានន័យថាវាអត់មានផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរអីដល់កុមារហ្នឹងផ្ទុយទៅវិញក្រុមមួយទៀតគេហៅក្រុម EV និងឬ enterovirus ហ្នឹងណាបើសិនជាយើងឆ្លងក្មេងឆ្លងទៅគឺបកកឲ្យចេញពងបែកមាត់ដៃជើងដូចគ្នាប៉ុន្តែមានឱកាសវិវត្តទៅធ្ងន់ធ្ងរអាចដល់ស្លាប់ទេហ្នឹងហើយបានន័យថាបើសិនបើប៉ះចិត្តមួយហ្នឹងEV enterovirus វាមានពូជវាលេខ1លេខ2លេខ3ដូច COVID ចឹងណា COVID យើងមាន COVID ប៉ុន្តែយើងមានពូជ alpha beta យើងមាន omicron មានអីomicron ខ្សោយជាងគេdelta កាយជាងគេគឺឈ្មោះ delta អាចប៉ះពាល់នេះប៉ុន្តែបើ omicron ឈឺគឺស្រាលអីចឹងដែរ EV យ៉ាងដូចគ្នាកណាឈឺបើខុសពីអាចិត្តមួយអត់អីតែបើប៉ះអាចិត្តមួយឱកាសអាចប៉ះពាល់ជីវិតគាត់ហ្នឹងហើយអាលាកសាច់សួតអាលាកស្រោមខួរក្បាលទៅជាខ្សោយបេះដូងឬក៏អញ្ចឹងមានហើមសួតហើមអីទៅអញ្ចឹងបាទគេធ្វើវ៉ាក់សាំងមកគឺគេការពារចិត្តមួយតែអាផ្សេងអត់ការពារទេអញ្ចឹងបានន័យថាបើយើងតែអាចិត្តមួយវាធ្ងន់ជាងគេចាអាចិត្តមួយវាធ្ងន់ជាងគេអញ្ចឹងបើគេធ្វើវាធ្លាប់មានបានន័យថា
យើងធ្លាប់មាន epidemic បន្ទុកចិត្តមួយហ្នឹងកំឡុងពេល6-7 ឆ្នាំមុនហ្នឹងទៅនៅអាស៊ីអាគ្នេយ៍យើងហ្នឹងហើយចិនវៀតណាមខ្មែរថៃហ្នឹងគឺក្មេងគាត់ឆ្លងហើយគឺតែប្រហែលម៉ោងវិវត្តប្រហែលម៉ោងក្រោយគាត់ស្លាប់ ប្រហែលម៉ោង ហ្នឹងហើយចេញតែពងបាយតាប្រហែលម៉ោងក្រោយមកគឺវិវត្តទៅយ៉ាងហ្នឹងអញ្ចឹងការមានច្រើនណាហ្នឹងហើយអញ្ចឹងគេក៏ធ្វើចិត្តមួយនឹងមកអញ្ចឹងកុំច្រឡំថាអូខ្ញុំចាប់បាក់សាំងពងបាយមកដៃជើងអញ្ចឹងកូនខ្ញុំដឹងតែលេងកាត់ពងបាយមកដៃជើងហ្នឹងមែនទេយើងនៅតែអាចកាត់ប៉ុន្តែយើងការពារចិត្តមួយអាការហ្នឹងហើយអញ្ចឹងយើងការពារចិត្តមួយហ្នឹងហើយបើអាផ្សេងបើន័យថាឧទាហរណ៍ដូចកុកសាគីអញ្ចឹងបើយើងឆ្លងមកហ្នឹងអាចយើងជាទៅវិញអញ្ចឹងណា និយាយទៅវាគ្រាន់តែជាពងបាយធម្មតា ហ្នឹងហើយវាអត់ធ្ងន់ធ្ងរដោយអាចិត្តមួយហ្នឹងទេហ្នឹងហើយ ហើយចុះឧទាហរណ៍ថាបើសិនជាក្នុងករណីដែលកូនយើងគាត់អត់បានចាក់តើវាអាចឆ្លងបានតាមរយៈអីដែរអញ្ចឹងណាលោកគ្រូ ឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងតំណក់ទឹកមាត់ជាមួយស្តៀងនឹងបានថាស្តៀងនឹងមេរោគផ្លូវដង្ហើមអញ្ចឹងនឹងឧទាហរណ៍ថាមានកូនណាគេមួយនោះគាត់ឈឺពងបាយមកដៃជើងអញ្ចឹងគាត់មើលថែកូនគាត់ណាកូនគាត់ហៀទឹកមាត់ហៀអីមកប្រឡាក់ប្រឡប់អញ្ចឹងទៅដល់ពេលគាត់មកកន្លែងធ្វើការគាត់មកអីទៅឬក៏អញ្ចឹងទេទៅផ្សារទៅទិញអីវ៉ាន់អីចឹងទៅឧទាហរណ៍ទៅដើរផ្សារនេះដល់ពេលយើងទៅប៉ះកន្លែងដែលគាត់ធ្លាប់ប៉ះឧទាហរណ៍ប៉ះដៃទ្វារប៉ះអីចឹងណាហ្នឹងហើយកន្លែងដែលយើងប្រើប្រាស់រួមបន្ទប់ទឹកអីចឹងទៅឬក៏អញ្ចឹងយើងយកអូនទៅដើរលេងអញ្ចឹងទៅជួបក្បែរគេដែលគេមានហ្នឹងគេក្អកខេះខប់ឬក៏គេហៀតំបន់មកយើងប៉ះហ្នឹងអាហ្នឹងមកហើយហ្នឹងឆ្លងអញ្ចឹងវា contact close contact ទៅវាងាយឆ្លង អញ្ចឹងអានេះបើតាមដែលខ្ញុំស្ដាប់ទៅភាគច្រើនវាអាចនឹងហានិភ័យខ្ពស់ទៅលើប្រហែលជាកូនដែលរៀងធំតិចទេណាលោកគ្រូព្រោះដោយសារដូចកូនខ្ញុំអីចឹងគាត់យកទៅលេង playground ទៅអីកន្លែងសាធារណៈឬមួយក៏ទៅរៀនមានមិត្តភ័ក្តិមានអីចឹងខ្ញុំគិតថាវាប្រហែលជា high risk តើតោះមួយការដែលយើង attach ជាមួយនឹងផ្សេងហ្នឹងហើយបើយើងនិយាយក្នុងន័យហ្នឹងមួយហើយយើងមួយទៀតយើងនិយាយពីគេហៅ high risk សម្រាប់អាយុហ្នឹងហើយមិនយើងមកអាចនិយាយថា high risk សម្រាប់ថាកូនខ្ញុំអាយុហ្នឹងងាយនឹងឆ្លងប៉ុន្តែមួយទៀតគេនិយាយ high risk អ្នកដែលឆ្លងហើយងាយនឹងវិវត្តទៅធ្ងន់ធ្ងរតែកម្រិតអាយុប៉ុណ្ណឹងហ្នឹងហើយលើក5ឆ្នាំអត់អីទេអញ្ចឹងបាន EV71 ហ្នឹងបាក់សាំងហ្នឹងគេមានថាគេ recommend ក្រោម5ឆ្នាំលើក5ឆ្នាំក៏យើងនៅបាច់ដែរណាចា៎ហើយបើពិសេសមកមួយឆ្នាំបានថាក្មេងមួយឆ្នាំវងមួយឆ្នាំ2ឆ្នាំអីហ្នឹងបើសិនជាគាត់ឆ្លងឱកាសដែលគាត់វិវត្តទៅធ្ងន់ធ្ងរវាខ្ពស់ទៅតាមនោះទៅក្មេងកាន់តែធំឱកាសយើងវិវត្តទៅធ្ងន់វាកាន់តែទាបដល់ពេលមនុស្សធំយើងផ្ទុកបានហើយយើងទៅប៉ះយើងទៅអីចឹងទៅយើងអត់ឈឺទេប៉ុន្តែយើងមានអានឹងនៅខ្លួនយើងអញ្ចឹងយើងអាចចម្លងទៅក្មេងតូចបានប៉ុន្តែវ៉ាក់សាំងហ្នឹងចាក់បានចាប់ពីក្មេងអាយុប៉ុណ្ណាដែលទាបបំផុតដែលគាត់អាចចាក់បានដែរលោកគ្រូទាបបំផុតដែលយើងអាចចាក់បានចាប់ពី6 ខែឡើងគេ recommend នៅក្នុងគឺ6 ខែឡើងបានន័យថាចាប់ពី6 ខែទៅចាក់បានហើយសម្រាប់ក្រុមក្មេងដែលងាយនឹង high risk ជាងគេគឺអាយុពី6 ខែហ្នឹងរហូតដល់5ឆ្នាំបានថាក្រោម5ឆ្នាំគឺ high risk ហើយបើ high risk ខ្លាំងមែនតើហ្មងគឺក្មេង1ឆ្នាំ2ឆ្នាំហ្នឹងតែបើអាយុគាត់កាន់តែធំទោះបីជាគាត់ឆ្លងណាអាយុគាត់កាន់តែធំឱកាសគាត់ប៉ះគាត់កាន់តែខ្សោយតិចទៅអញ្ចឹងណាតែបើកាន់តែតូចគឺកាន់តែងាយចាអរគុណលោកគ្រូគុណច្រើន